សិល្បៈទៅសាងគ្រួសារជិត2ឆ្នាំហិនចានីរ័ត្នលេចមុខធ្វើពិធីការនីជាថ្មីតែបែរប្រកាសដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយចារយៈពេលជិត2ឆ្នាំហើយដែលពិធីការនីល្បីឈ្មោះហិនចានីរ័ត្នបានផ្អាកពីវិស័យសិល្បៈផ្សេងនិងអាជីពជាពិធីការនីងាកទៅរៀបចំជីវិតឯកជនដែលបានរៀបការសាងគ្រួសារជាមួយស្វាមីយ៉ាងមានក្តីសុខនិងទទួលបានសមាជិកដំបូងជាកូនប្រុសដ៏គួរឲ្យស្រឡាញ់មានអាយុជាង7ខែហើយចាស់ពេលនេះដែរចំពោះជីវិតគ្រួសាររបស់ពិធីការនីរូបនេះកាន់តែមានក្តីសុខពេញលេញខណៈអ្នកនាងចំណាយពេលវេលាជាមួយគ្រួសារស្វាមីនឹងមើលថែកូនប្រុសបណ្ដូលចិត្តដោយផ្ទាល់ដៃចាំបើងាកទៅចាប់អារម្មណ៍លើរូបសម្រស់វិញក្បត់តែអ្នកនាងហិនចានីរ័ត្នคล้ายជាអ្នកម៉ាក់គេមែនតែអ្នកនាងពូកែថែសម្រស់នៅតែមានសាច់ឈាមស្រស់ថ្លារីឯរាងក៏នៅស្អាតខ្ញង់មិនចាញ់ក្រមុំឡើយចំណែកជំវិញការងារសិល្បៈក្រោយប្រើពេលសាងគ្រួសារជិត2ឆ្នាំកន្លងមកនេះពិធីការនីហិនចានីរ័ត្នក៏ពុំធ្លាប់បង្ហើបពីចំណងចង់វិលចូលវិស័យសិល្បៈវិញឡើយដោយឡែកស្រាប់តែមកដល់ថ្មីនេះក៏បានឃើញវត្តមានរបស់ពិធីការនីហិនចានីរ័ត្នបង្ហាញខ្លួនក្នុងកម្មវិធីមង្គលមួយក្នុងនាមជាពិធីការនីជាមួយដៃគូចាស់គឺលោកជាវណ្ណរិទ្ធធ្វើឲ្យមហាជនអ្នកគាំទ្រគិតថាអ្នកនាងកំពុងវិលមកបំពេញការងារជាពិធីការនីម្ដងទៀតហើយប៉ុន្តែតាមរយៈវីដេអូរបស់លោកជាវណ្ណរិទ្ធសួរនាំជុំវិញរឿងនេះអ្នកនាងហិនចានីរ័ត្នក៏បានបញ្ជាក់យ៉ាងខ្លីឲ្យដឹងថាអ្នកនាងបានឈប់ពីអាជីពសិល្បៈនេះហើយចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា